បងប្អូនបានមើលវីដេអូបងកងទ័ពយើងនេះហើយគឺទឹកមុខពួកគាត់គឺពោពេញទៅដោយភាពអង់អាចក្លាហានហើយឃើញព័ត៌មានថៃផ្សាយពីពួកគាត់ទេណាអញ្ចឹងបានថាអត់មានខ្លាចពួកឯងទេចាំថាបាត់បញ្ជាទេស្នាមញញឹមនិងភាពអង់អាចក្លាហានគឺមានសម្រាប់ការពារជាតិមួយនេះអូនមានអារម្មណ៍ដូចខ្ញុំទេបងប្អូនខ្ញុំមានអារម្មណ៍ថារឿងរបស់បងប្អូនស្រីដូចជាស្ងាត់មិនសូវមានបងប្អូនយើង share បងប្អូនយើងមកចែករំលែកដូចរឿងប្រហោនសោះបងប្អូនរឿងប្រហោនរឿងអ្នកសារព័ត៌មានប៉ះពាល់ឲ្យជនជាតិវៀតណាមដែលមកដោះដាក់ទោសនោះអញ្ចឹងយើងសាកមកគិតសម័យមើលថាតើគ្នាឈឺចាប់ហើយរងទុក្ខប៉ុណ្ណាបងប្អូនដែលគ្នាជាមនុស្សស្រីក្មេងអាយុត្រឹមតែ18ឆ្នាំមកត្រូវបានពួកអាស៊ាន9ប៉ុណ្ណេះធ្វើបាបហ្នឹងហើយនឹងបងយើងដែលប្រហែលជា12ដល់10នាក់ឯទៀតនោះត្រូវបានវាវាយធ្វើបាបអញ្ចឹងវាពិតជាមើងងាយចិត្តសាសយើងបងប្អូននេះយើងពិតជាមិនអាចទទួលយករឿងទង្វើបែបនេះបានទេគ្នាមិនដឹងជាភ័យខ្លាចប៉ុណ្ណាហើយវាជាធ្វើទៅបានអួតថាប្រទេសខ្លួនឯងនឹងប្រទេសអ្នកមានប្រទេសស៊ីវិល័យប្រទេសដែលមានវប្បធម៌ខ្ពស់ប៉ុន្តែមើលចរិតដែលហ៊ានពួកវាចរិតដែលអន្តរជាតិគេមិនទទួលស្គាល់ចឹងយើងត្រូវចេះឈឺចាប់យើងពិតជាឈឺចាប់បងប្អូនយើងត្រូវចេះឈឺចាប់ក្នុងរាល់ទង្វើរបស់ពួកវានេះហើយយើងចងចាំទៅចេះចងចាំបងប្អូនយើងបើសិនជារឿងធ្លាក់លើរបស់គ្រួសារពួកវាសាច់ញាតិពួកវាតែវាមានអារម្មណ៍បែបម៉េចខ្មែរយើងនេះគឺចិត្តល្អពីបង ខ្វាយជនជាតិវាខ្វាយអ្នកទោសវានៅយើងតែយើងដែរធ្វើបាបដែរទៅធ្វើរឿងមួយដែរធ្វើឲ្យពួកវាឈឺចាប់តែវាធ្វើឲ្យយើងឈឺចាប់ណាឥឡូវមើលរឿងវហនមើលសារព័ត៌មានដែរប៉ះពាល់ជនជាតិវៀតណាមឃើញបងប្អូនជេរផងអីផងដេកអាឆ្កែអាថោកផងវិញបងប្អូនខ្មែរយើងគឺមិនពេញចិត្តនៃទង្វើរបស់ហ្នឹងទេគឺមិនគ្រប់ត្រទេចុះទៅងំដល់ថ្នាក់ដូចពួកអាស៊ានវាធ្វើដាក់យើងចឹងទៀតធ្វើលើបងស្រីចឹងទៀតបើសិនជារឿងកើតចំពោះកើតនៅស្រុកយើងវិញមិនដឹងជាអ្នកតាហ៊ានយើងនឹងគាត់ទៅប្រឈមនឹងទោសទណ្ឌហ្នឹងតែនេះនៅស្រុកសៀមវាអាចធ្វើអញ្ចឹងបានអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនបើប្រហែលថ្ងៃនេះឃើញគេផ្អើរឿងអ្នកសារព័ត៌មាន2នាក់ដែលមួយនិយាយពាក្យមិនសមរម្យមួយទៀតយកដៃទៅប៉ះពាល់ជនសង្ស័យដែលយកកំភ្លើងឲ្យដាក់ទោសបានបាញ់គំរាមឲ្យរត់គេចហ្នឹងហើយបងប្អូនគឺបងប្អូននឹងប្រតិកម្មគាត់ច្រើនហើយយើងត្រូវគិតថាវាជារឿងអចេតនាទេហើយប្រហែលគាត់ជួយសង្គមច្រើនហើយពេលខ្លះគាត់លេងសើចយើងសប្បាយអីចឹងហើយពេលខ្លះគាត់លេងទៅលឹះលួសឆ្កងចឹងណាអញ្ចឹងយើងសិតតែជាខ្មែរដូចគ្នាយើងមិនត្រូវរិះគន់គាត់ជេរគាត់ឬក៏អីទេតែគាត់ទទួលស្គាល់កំហុសហើយបងប្អូនយើងអធិស្ឋានយកយល់គាត់ប៉ុណ្ណឹងទេចាំគាត់ជួយសង្គមខ្ញុំបានច្រើនដែរបាយហ្នឹងមានតែប៉ុណ្ណឹងបងប្អូនព័ត៌មានតកតទៅនឹងការស្លាប់របស់បងប្រុសជាតារាសម្ដែងអូនសទ្ធាគឺពិតជាគួរឲ្យសោកស្ដាយព្រោះគាត់តែជាមនុស្សល្អអញ្ចឹងណាយើងធ្លាប់មើលការសម្ដែងរបស់គាត់តាមរយៈរឿងផ្សេងអញ្ចឹងណាធ្លាប់ជួបគាត់ម្ដងដែរគាត់រូបរាយរាក់ទាក់ល្អជីវិតមើលមិនឃើញបងប្អូនណាមនុស្សល្អដូចជារស់មិនបានយូរសោះហើយចុងក្រោយមានតែចូលរួមរំលែកទុក្ខនិងស្ដាយធនធានមនុស្សក្នុងប្រទេសរបស់យើងបងប្អូនគាត់បានបាត់បង់ជីវិតបាត់ហើយយើងបាត់បង់ធនធានមួយទៀតហើយ